ខ្ញុំបាទសម្រាប់សូមជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកដល់ទឹកដីអង្គរខ្ញុំចង់ណែនាំបងប្អូនមកដល់ទីតាំងមួយគឺមានឈ្មោះថាបារាយខាងជើងវាលរាជដាក់ឬក៏ជ័យតដាក់នឹងអញ្ចឹងតកតងជាមួយនឹងបារាយខាងជើងវាលរាជដាក់ហ្នឹងគឺជាទីតាំងបារាយមួយគឺសម្រាប់បញ្ជ្រាបទឹកចូលទៅខាងក្នុងដីដើម្បីធានានៅស្រទាប់ខ្សាច់ដែលមានទឹកនិងមានសំណើមគ្រប់គ្រាន់សម្រាប់ធ្វើយ៉ាងណាឲ្យគ្រឹះនៃប្រាសាទនឹងរឹងមាំហើយមួយទៀតតកតងជាមួយនឹងការផ្ដល់នៅទម្របាទសម្រាប់ការស្រោចស្រពទៅលើតំបន់នៃបារាយហ្នឹងណាបាទហើយតកតងជាមួយនឹងចំណុចផ្សេងទៀតដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពជាប្រចាំថ្ងៃហើយនឹងមានសារៈសំខាន់ផ្សេងទៀតដូចជាការបន្ថយកម្ដៅនិងកាត់បន្ថយនៃគ្រោះទឹកជំនន់ជាដើមអញ្ចឹងបងប្អូនយើងណែនាំបងប្អូនទៅទាំងអស់គ្នាគឺជាទីតាំងមួយនៃបារាយខាងជើងនៃទីតាំងនេះទាំងអស់គ្នាបាទហើយនៅកន្លែងនេះក៏ជាទីតាំងមួយសម្រាប់មើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរបងប្អូនបាទបងប្អូនអាចអញ្ជើញមកលេងមកគឺនៅស្ថិតនៅខេត្តសៀមរាបនៅតំបន់អង្គរយើងហ្នឹងបាទនេះគេហៅថាបារាយខាងជើងបាទនេះគឺជាទេសភាពបងប្អូនទេសភាពថ្ងៃលិចបាទស្រស់ស្អាតមែនតើទេសភាពថ្ងៃលិចបាទមិនដែរបងប្អូនបាទស្អាតទេថ្ងៃលិចហើយឃើញថាមានបងប្អូនខ្មែរយើងគាត់អញ្ជើញចូលរួមជាច្រើនបាទមកមើលថ្ងៃលិចនៅកន្លែងហ្នឹងផងដែរបាទមានទាំងខ្មែរមានទាំងជនបរទេសមានទាំងភ្ញៀវទេសចរមានទាំងអីច្រើនអញ្ចឹងណាបងប្អូនបាទហើយបារាយនេះផងដែរគឺមានសារៈសំខាន់ជាច្រើនយ៉ាងសម្រាប់ធ្វើឲ្យគ្រឹះនៃប្រាសាទរឹងមាំការស្រោចស្រពទៅលើដំណាំឬក៏បញ្ជីនៅទឹកជំនន់ក៏ដូចជាការថែរក្សាទៅលើប្រាសាទឲ្យមានភាពធន់ក៏ដូចជាអាចគង់វង្សយូរអង្វែងអញ្ចឹងណាបងប្អូនហើយអ្វីដែលសំខាន់បងប្អូនឃើញបាទថ្ងៃលិចដ៏ស្រស់ស្អាតនៅតំបន់អង្គរនិងបារាយខាងជើងគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយមានអារម្មណ៍ស្រស់ថ្លាបាទស្អាតមែនទែនបងប្អូនអញ្ចឹងបងប្អូនអាចអញ្ជើញមកទស្សនាបានទាំងអស់គ្នា Wow Amazing បងប្អូន Amazing បាទឃើញថាបងប្អូនគាត់អញ្ជើញមកមើលថ្ងៃលិចជាច្រើនបាទនៅបារាយខាងជើងហ្នឹងបាទនៃព្រះរាជដាក់ Oh my god Sunset បងប្អូនណាបាទថ្ងៃអស្តង្គតឬក៏ថ្ងៃលិចបាទគឺស្អាតមែនតើញ៉ែបងប្អូនអញ្ចឹងបងប្អូនបើសិនជាមានឱកាសដែលបានមកទឹកដីសៀមរាបដូចជាតំបន់កោភ្លេចមកតំបន់នេះដើម្បីមកទស្សនាផងបាទបងអាចអញ្ជើញទៅបាទអញ្ចឹងទស្សនានៅតំបន់នេះគឺស្រស់ស្អាតមែនទែនបាទអូហើយមិនតែខាងនោះទេបាទមើលមកភាគខាងនេះក៏ស្រស់ស្អាតដែរមើលទៅវាលនៃគូទឹកនៃបារាយនេះគឺមានភាពស្រស់ស្អាតមានភាពលេចធ្លោក៏ដូចជាមានសោភ័ណភាពនៃសម្រស់ធម្មជាតិហ្នឹងគឺត្រចះត្រចង់មែនទែនដែលយើងធ្វើអារម្មណ៍របស់យើងហ្នឹងស្រស់ស្អាតធ្វើឲ្យអារម្មណ៍យើងហ្នឹងសប្បាយរីករាយនៅពេលដែលយើងបានមកដល់ទីតាំងនេះផ្ទាល់តែម្ដងអញ្ចឹងបងប្អូនកុំភ្លេចដែលមានពេលទំនេរអាចអញ្ជើញមកទស្សនានៅតំបន់ហ្នឹងឬក៏មានឱកាសបានមកកន្លែងហ្នឹងកុំភ្លេចឈៀងចូលលេងផងបាទយើងអាចដាក់ឡាននៅខាងលើហើយអញ្ជើញចូលលេងមកខាងក្រោមដើរមកតែបន្តិចដល់ហើយបងប្អូនណែបងប្អូននេះគឺជាថ្ងៃអស្តង្គតនៃបារាយបាទនៃទិសខាងជើងឬក៏ហៅថាបារាយព្រះរាជដាក់អញ្ចឹងគឺស្រស់ស្អាតមែនតើអូយអញ្ចឹងទៅពេលដែលបងប្អូនមកដល់គឺរំសាយនៅទុកកង្វល់ធ្វើឲ្យអារម្មណ៍របស់យើងនឹងស្រស់ថ្លានិងហៅថាកាត់បន្ថយនៅភាពតានតឹងណាបាទអញ្ចឹងកុំភ្លេចមកទស្សនាទាំងអស់គ្នាហើយក៏ដូចជាជួយលើកតម្កើងនៃវប្បធម៌អរិយធម៌របស់យើងនៅទីកន្លែងទេសចរនៅខេត្តសៀមរាបទាំងអស់គ្នាបាទខ្ញុំបាទស្វាគមន៍សូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ